รถไงแหละใส่แหละจำกาเยอะกำรอนังชัวโก้ชัวกับใบสมัยเด็กกูย้อนตรงไหนก็โอเคชอบชัวบางคนนั่นจีในเกดิยมชัวตระมาดองนี่แต่กองโต้มวยแต่กองการตระจำนวนเนี่ยโอ้ไข่ตะลมไงนี้คือเช็ดไงตีมาไปบ้วนขายบ้วนชนะปีก่อนมาไปบุ่มมวยปชีกะสกอเยอะจับดามโปรสไลประเดี๋ยวมองผมอัดโดยการไปเลือกบนนี้เนี่ยสไลในจำการเยอะคือเอาจะดอใครสไลแค่จำการนั้นคือจับดามสาบสไลสตูอย่างนั้นนะปันแต่โหดหมดดอปัจจุบันนี้ปชีชวนเยอะคือแรงจังสตูไว้บางคนคือเก็บปลวกมาดองอย่างนั้นนะเก็บเฟอร์สไลบังรัวvà คือสไลสตูคือเก็บเฟอร์ได้บันเลยเก็บเฟอร์แหลกขนาดติดตัวอย่างนั้นนะเราเป็นอย่างนั้นคือเก็บนิยมปลวกจานเชียงสตูอย่ารวมทั้งสเตอร์แต่นังเก้าสับเปียรอยชีชวนกวดเฟอร์สไลบังรัวไปทราบแต่นามวยกาเฟอร์สไลแหลกขนาดสตูนั่นคือวิจุนายชาญบางคนวิจารณ์ตังอย่างนั้นนะนั่งไงอัดโดยเยิงเฟอร์สไลบังรัวเราเยิงมันใส่เชียชาญน้ำหนักกาวเยิงเฟอร์แต่มาดองคือเฮยเดี๋ยวมาดองปันเบอร์เยิงในใจปีการตัวพอลเว้นคืออัดโดยบานอัดโดยสไลสันตุ้งเนี่ยบางคนสไลบัวสไลบัวคือบานพอลติดเชียงสไลสันตุ้งอย่างนั้นนะบ่าให้ได้ในน้ำบอลนี่คือละอคลังเหมือนกันบางคนคือแหลกขนาดได้ระบายกระสันอย่างนั้นนะได้กันเด้งระบายกระสันคือละอบางคนนั่งไงดำน้ำไอ้ก็ดอได้โอนไหมเนี่ยกดการอัตราคือกดขมิ้นเหมือนกันปานกดจนเรียนชัวบางคนคือชัวสะอาดเหมือนกันขยมอดเจการอัตราเนี่ยเจชัวพอเราบางโอนหนึ่งออกนี้ตัวสนากรรมสารปีตัดพีบสักไซจำกาชัวบานสารได้บางคนเนี่ยได้ในดมอนนี่คือเพลียงจานเมย์ได้เพลียงเทดำชนำปันท้ายเนี่ยใส่ในระดับนี้เรียงประบามันติดบางคนโดยซาแต่มาสุดกำลังคล้ายให้สั่งกำลังคล้ายต่อไปอย่างtớiคือใส่เนี่ยใส่เนี่ยจำกาเยอะคือประบาคลังเหมือนกันหรือถ้าเขาชัวมาหัดตาเลิงมาไพ่ผมใบเมื่อบางคนกาวเป็นเรื่องม้วนกาได้มาสุดอัดตอนเลิงคล้ายคือชัวมาหันแต่ดับผมใบเมื่อเลยปัญหาเลยคือเลิงคล้ายคลังเหมือนกันโดยซาแต่เปล่งเลิงคล้ายก็tớiពិភពលោកในឆ្នាំនេះគឺពិបាកខ្លាំងមែនទែនដោយសារតែសង្គ្រាមពិភពលោកគឺអត់ឈប់ទេនៅតែបន្តរហូតជាពិសេសគឺសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់អ៊ីស្រាអែលនិងអ៊ីរ៉ង់អ៊ីស្រាអែលនិងប្រទេសលីបង់ហើយមួយទៀតគឺរុស្ស៊ីនិងអ៊ុយក្រែនដល់ពេលអញ្ចឹងទៅគឺធ្វើឲ្យកំណើនប្រេងគឺមានការឡើងថ្លៃជាពិសេសអ្នកដែល
ពិបាកគឺប្រទេសតូចតាចអញ្ចឹងណាបងប្អូនបាទដែលយើងនាំចូលប្រេងមកពីគេដល់ពេលអញ្ចឹងទៅគឺធ្វើឲ្យប្រេងឡើងថ្លៃហើយអ្នកដែលពិបាកគឺអ្នកស្រែអ្នកចម្ការអញ្ចឹងណាបងប្អូនបាទអត្រានេះគឺអត្រាគូបតា M60 អានេះអូនេះបើអ្នកជួអូហើយទៅលោកបងប្អូនអើយបាទថតឲ្យបងប្អូនមើលខានថតវីដេអូដែលតាក់ទងនឹងអត្រាជួដីយូរហើយបងប្អូនហើយណាមួយមករយៈនេះខ្ញុំខានធ្វើវីដេអូយូរហើយដោយសារតែជាប់រវល់ជាមួយនឹងការងារខ្លាំងពេកដូច្នេះហើយក៏មិនដែលបានធ្វើជាវីដេអូឲ្យបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តពីទស្សនវិជ្ជានៅឯស្រុកស្រែចម្ការទេបាទបងប្អូនទាំងអស់គ្នានេះគឺជាពងរស់ស្រូវដែលខ្ញុំថតពីប្រាំងមាញ់ដែលត្រាក់ទ័រភ្ជួរដីព្រោះស្រូវកាលពីប្រាំងមាញ់ឃើញថាពងរស់នេះគឺល្អខ្លាំងមែនទែនបងប្អូនមើលពងរស់នេះគឺល្អខ្លាំងណាស់បងប្អូនខៀវពងរស់កណាតែឃើញប៉ុណ្ណឹងហើយគឺដឹងថាបានផលហើយបងប្អូនប៉ុន្តែតិចច្រើនជាងអត់ដឹងអញ្ចឹងណាប៉ុន្តែឃើញប៉ុណ្ណឹងដឹងថាបានផលហើយទស្សនវិជ្ជាវាស្រែពងរស់នៅទីនេះគឺស្រស់ស្អាតខ្លាំងមែនទែនហើយយើងឃើញផ្ទះថ្មមួយគឺស្រស់ស្អាតណាស់បងប្អូនផ្ទះថ្មហ្នឹងបើយើងមើលទៅគឺតម្លៃច្រើនដែរក្នុងការកសាងបងប្អូនបាក់ជាចូល 20000 ទៅ 30000 ដែរតាមយើងមើលទៅបងប្អូនគឺធំហើយស្អាតមែនតើបាទហើយនេះគឺជាទេសភាពវាលស្រែពងរស់ឃើញថាស្រូវបរោះនេះគឺធំលឿនមែនតើបងប្អូនកន្លងតែប្រហែលខែស្រូវបរោះនេះគឺបែកគុំធំហើយលាស់ខៀវខ្ចីបងប្អូនមើលទស្សនវិជ្ជាស្រូវបរោះថតជូនឲ្យបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តពីទស្សនវិជ្ជាវាលស្រែចម្ការនៅឯជនបទបងប្អូនមើលខ្មៅល្អមែនតើនេះដោយសារតែមេឃរាំងប្រហែលថ្ងៃអត់ភ្លៀងផងស្រូវនៅតែល្អប៉ុណ្ណេះចុះតម្រាំភ្លៀងមកជោគជាំមិនដឹងជាល្អប៉ុណ្ណាទេបងប្អូនបាទនេះតាមខ្ញុំមើលពីប្រាំងមាញ់ដែលឃើញម្ចាស់គាត់ប្រុសនោះនឹកស្មានថាស្រូវពណ៌របស់គាត់មិនល្អប៉ុណ្ណេះទេបងប្អូនអើយព្រោះអីព្យួរដូចថាព្យួរតែមួយរបអញ្ចឹងណាបងប្អូនបើខាងខ្ញុំគេហៅថាព្យួរកាច់កអញ្ចឹងណាហ្នឹងហើយគឺយើងអត់បានព្យួរពីសាបើសិនតែយើងចង់ឲ្យពងរស់ល្អគឺយើងព្យួរពីសាទី1យើងព្យួរហាលដីហើយបន្តមកទៀតបានយើងព្យួរលុបតែម្ដងយើងរស់ឲ្យព្យួរលុបតែម្ដងបានស្រូវរបស់យើងមិនសូវជាមានស្មៅអញ្ចឹងណាដល់ពេលយើងធ្វើអញ្ចឹងទៅយើងធ្វើកាត់តែម្ដងទៅស្រូវវាអត់សូវល្អប៉ុន្តែដោយសារតែដីរបស់គាត់ហ្នឹងគឺវាថាមានជីដែរអញ្ចឹងណាបងប្អូនដីទំនាបដល់ពេលអញ្ចឹងទៅស្រូវពងរស់របស់គាត់គឺល្អខ្លាំងមែនតើបាទ
chua thêm mà xá bằng bồn mới lo phần năng tao thấy cho tụi rom chua pi xá mà năng từ lo giống mà chứ và phần năng đang tha bàn phó lại bằng bồn này sau cứ lo khăn mình đến tạm trong mười tống mình được xem ta sau năng bàn phần năng đấy bằng bồn đấy bàn tạm mười từ hai chiều mình đo thế đo về liền mò là hốt khơi đo mó lo bạc quần để ta bằng bồn rồi lo bằng bồn đấy mơ dừng mơ cùng một phần này sau này hai chiều châu pi hạt tái ta mơ từ hốt tao đo một bờ lại prey nơi cái bài prey bằng bồn vàประมาณថ្ងៃនេះមេឃរាំងខ្លាំងពេកបងប្អូនអើយអត់ភ្លៀងសោះរាំងចូលចិត្តមកទឹកជាងហើយមេឃអត់ភ្លៀងសោះណាមួយខ្លាចតែស្រូវងាប់ទេបងប្អូនអើយបើរាំងខ្លាំងពេកគឺស្រូវគឺទប់អត់ជាប់ដែរនឹងអាចថាធ្វើឲ្យស្រូវងាប់បានណាបងប្អូនប៉ុន្តែបើសិនតែភ្លៀងមករហូតគឺយើងមានសង្ឃឹមច្រើនប៉ុន្តែយើងអត់ដឹងថាភ្លៀងនៅថ្ងៃណាទេដោយសារតែមករយៈនេះយើងឃើញរាំងគួរសមដែរនៅតាមថ្លុកចាប់ដើមរីងបដើហើយដោយសារតែរាំងខ្លាំងពេកទស្សនភាពវាស្រែចំការស្រស់ស្អាតខ្លាំងមែនទេបងប្អូនអើយបាទបងប្អូនមើលខ្មៅល្ងឹតតែម្ដងស្រុកស្រែចំការយើងគឺទេសភាពគឺស្រស់ស្អាតមែនទែនបងប្អូនអើយបាទយើងរស់នៅជាមួយនឹងធម្មជាតិស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធប៉ុន្តែបើយើងនិយាយពីចំណង់ចំណូលចិត្តរបស់មនុស្សគឺអត់ដូចគ្នាទេគឺខុសគ្នាអ្នកខ្លះគាត់ចូលចិត្តនៅទីក្រុងដោយសារនៅទីក្រុងគេមានភាពអ៊ូអរហើយសម្បូរការងារធ្វើច្រើនហ្នឹងហើយចំណែកអ្នកខ្លះគឺគាត់ចូលចិត្តរស់នៅស្រុកស្រែចំការហើយគាត់គិតថាការរស់នៅស្រុកស្រែចំការគឺស្រួលរស់នៅអញ្ចឹងណាហ្នឹងហើយគឺចំណង់ចំណូលចិត្តរបស់មនុស្សគឺអត់ដូចគ្នាទេបងប្អូនហើយការស្រឡាញ់របស់មនុស្សក៏មិនដូចគ្នាដែរប៉ុន្តែបើសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តរស់នៅស្រុកស្រែចំការច្រើនជាងរស់នៅទីក្រុងណាមួយខ្ញុំជាអ្នកនៅជនបទដូច្នេះហើយក៏ស្រឡាញ់ការរស់នៅតាមជនបទច្រើនជាងការរស់នៅទីក្រុងនៅទីក្រុងខ្ញុំធ្លាប់តែរស់នៅភ្នំពេញហ្នឹងរយៈពេល5-6 ឆ្នាំដែរហើយខ្ញុំទៅរៀននៅទីនោះតយកបញ្ញាបត្រគឺរយៈពេល4 ឆ្នាំហើយនៅធ្វើការរយៈពេល2 ឆ្នាំបានត្រឡប់មកស្រុកកំណើតវិញការត្រឡប់មកនោះគឺដោយសារតែផ្ទុះជំងឺ Covid ដល់ពេលអញ្ចឹងទៅក៏សម្រេចចិត្តថាមកនៅស្រុកកំណើតយើងវិញដោយសារតែការដែលផ្ទុះជំងឺ Covid ហ្នឹងគឺយើងមានការចំណាយច្រើនហើយប្រាក់ខែគឺត្រូវគេកាត់ពាក្យកដាលអញ្ចឹងយើងអាចទប់ជាមួយនឹងថ្លៃចាយវាប្រចាំថ្ងៃបានដូចជាថ្លៃបន្ទប់ថ្លៃចាយវាប្រចាំថ្ងៃថ្លៃផ្ញើម៉ូតូការធ្វើដំណើរផ្សេងអញ្ចឹងណាបងប្អូនបាទហើយបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេថតជូនបងប្អូនទាំងអស់គ្នាទស្សនាកម្សាន្តពីតំបន់ជនបទស្រុកស្រែចំការ